តាក់ទងទៅនឹងរឿងដៃគូឡុងសំណាងមុននឹងបងរៀបរាប់អំពីដៃគូឡុងសំណាងបងអាចរៀបរាប់ដំណើរដើមតងនៃការថ្លឹងគីឡូនៃចំនួននៃការជួបប្រកួតរបស់កីឡាករឡុងសំណាងឲ្យបងប្អូនទូទៅជនបានដឹងដើមហេតុនៃដំណើរដើមតងបញ្ហារឿងថ្លឹងគីឡូរឿងមិនប្រកួតនឹងបងបាទចំពោះកីឡាករឡុងសំណាងនេះគូឡុងសំណាងមួយសក្រៅនេះគឺយើងបានមានការឯកភាពគ្នាគីឡូ68យើងមានឯកសារទាំងអស់ណាមាន poster មានអីដាក់បញ្ជាក់គីឡូ68ហើយពេលដែលគាត់មកដល់ថ្លឹងទងន់គាត់ឡើងដល់ទៅ69.9បាទហើយចំណែកឯឡុងសំណាងយើងក្រោម68ទេ67.3.4តែប៉ុណ្្នឹងឯងយើងរក្សាគីឡូបានត្រឹមត្រូវតែយើងបានប្រាប់គាត់មុនហើយថាក្រោម68បាទដូច្នេះគឺយើងបានបដិសេធថ្ងៃនោះហើយថាយើងអត់ប្រកួតទេគាត់ថាដៃគូរបស់យើងដែលជាអ្នករៀបចំកម្មវិធីគាត់នៅតែទូតអង្វរយើងឲ្យរកដំណោះស្រាយពួកអីគាត់ថាកីឡាករសក្រៅហ្នឹងដែលគាត់រស់នៅអូស្ត្រាលីយូរហើយគាត់មានអ្នកគ្រប់គ្រងអញ្ចឹងគាត់លក់សំបុត្របានរហូតដល់40-50នាក់សម្រាប់កីឡាករហ្នឹងអញ្ចឹងបើសិនជាគូនឹងអត់ប្រកួតអញ្ចឹងអាចនឹងមានបញ្ហាកើតឡើងដែរគេអាចនឹងរករឿងប្តឹងផ្ដាល់ឬទាថ្លៃសំបុត្រវិញឬក៏មានបញ្ហានៅក្នុងកម្មវិធីអញ្ចឹងណាអញ្ចឹងក៏យើងក្នុងនាមថាដៃជាមួយដៃគូអូស្ត្រាលីព្រោះយើងចង់បានគេជាដៃគូយុទ្ធសាស្ត្ររបស់យើងក្នុងការសហការគ្នាយូរអង្វែងតមុខបាទដើម្បីបង្កើតព្រឹត្តិការណ៍គុំខ្មែរបានច្រើនអញ្ចឹងយើងចង់ឲ្យព្រឹត្តិការណ៍នេះវាជោគជ័យទាំងអស់គ្នាហើយជោគជ័យគឺយើងត្រូវតែរកវិធីដើម្បីសម្របសម្រួលបាទសម្របសម្រួលទៅរកយុទ្ធសាស្ត្រឈ្នះទាំងអស់គ្នាអញ្ចឹងយើងក៏ពិភាក្សាជាមួយឡុងសំណាងថាឥឡូវបើសិនជាមុនការប្រកួតគាត់អាចធ្វើគីឡូបានស្មើគ្នាបានថាមុនឡើងសង្វៀនស្មើគ្នាអាហ្នឹងគឺយុទ្ធធម៌បំផុតហ្នឹងមែនទេបាទព្រោះអីតែគីឡូប៉ុណ្ណេះគឺមានប៉ុណ្ណេះបាទព្រោះវាគីឡូប៉ុណ្ណេះហើយគឺស្មើគ្នាគឺយើងឡើងប្រកួតអញ្ចឹងយើងសម្រេចថាឥឡូវអូខេគាត់អ្នកលើកទេស្នើសុំកំណត់ហ្នឹងថា70គីឡូមុន15នាទីពេលចាប់ដើមប្រកួតគឺថ្លឹងទៅបាន70គីឡូដូចគ្នាឡើងទៅប្រកួតបាទយើងថាអូខេយើងឯកភាពដោយសារអីឥឡូវគាត់69.9ហើយអញ្ចឹងបើសិនជាមុនឡើងប្រកួតយើងដឹងហើយពេលធ្វើគីឡូអត់ហូបអីអត់ហូបទឹកអត់ហូបអាហារអីដើម្បីសម្រកដើម្បីបង្កាត់ជាតិទឹកអស់មនុស្សឡើងដូចថាចង់បាក់ណាបាទហើយដល់ពេលធ្វើគីឡូហើយជាធម្មតាយ៉ាងតិចក៏5គីឡូដែរត្រូវតែហូបមកវិញបាទដូចពេជ្រសម្បត្តិអញ្ចឹងគាត់ថ្លឹងគីឡូ60ប៉ុន្តែដល់ថ្ងៃវាយថ្លឹងមើលយ៉ាងតិចក៏65 66ដែរបាទមិនមែន60ទៀតទេ60ដល់ពេលអត់បាយនឹងមុខឡើងក្រៀមផ្អែសហើយអញ្ចឹងបើសិនគាត់69.9ហើយគាត់ហ៊ានវាយ70បានថាគាត់អត់ហូបអីសោះពីថ្ងៃថ្លឹងគីឡូទៅដល់ថ្ងៃប្រកួតគាត់មានកម្លាំងដែរប្រកួតហ្នឹងអញ្ចឹងយើងឯកភាពថាបើធ្វើបានអូខេយើងព្រមហើយយើងអត់ខ្លាចទេឲ្យតែពួកអីឲ្យតែគីឡូប៉ុនគ្នាពេលប្រកួតណាគុំថាលេងឥឡូវនេះ70លេងដល់ពេលថ្ងៃប្រកួតគាត់ឡើង77 78ហើយយើង67ឡើង70ខុស7គីឡូប៉ុណ្ណានៃណាយើងអត់ប្រកួតទេអ្នកហ្នឹងវាអយុត្តិធម៌វាបំពេញទៅលើយើងហើយអញ្ចឹងមកដល់ថ្ងៃប្រកួតយើងព្យាយាមសម្របសម្រួលទៀតបានថាយើងយកអញ្ជើញដល់គាត់ថ្លឹងថាបើគាត់ថ្លឹងត្រូវយើងប្រកួតបាទប៉ុន្តែគាត់បដិសេធមិនព្រមថ្លឹងគាត់ថាគាត់អត់ថ្លឹងទេអត់ថ្លឹងបានថាវាខ្លាចហើយធ្វើអត់បានដែរបានព្រមថ្លឹងណាអញ្ចឹងយើងក៏ដើម្បីឲ្យសម្របសម្រួលកម្មវិធីនឹងវារលូនទៅយើងអត់ចង់ឲ្យមានបញ្ហាព្រោះមនុស្ស500នាក់ពេញហ្នឹងណាទៅហឹងអឹងកងកាលណាតែមានបញ្ហាវាចលាចលហើយអញ្ចឹងហើយបានជាយើងរុញការប្រកួតហ្នឹងសុំគណៈកម្មការប្រកួតគេឯកភាពតាមយើងរហូតយើងសុំរុញទៅគូចុងក្រោយដើម្បីថាបើសិនមានការអីអត់ប្រកួតគឺចប់ទៅផ្ទះហ្មងវាអស់ហើយណាវាអត់មានអីត្រូវបន្ទុះសារាយអាចអត់មានការប្រកួតទៅមុខទៀតយើងខ្លាចបបលេងប្រកួតទី2ថាមានបញ្ហាអា3 4 5 6អត់បានប្រកួតយើងខូចកម្មវិធីទាំងអស់ណាអញ្ចឹងហើយយើងរុញការប្រកួតទៅក្រោយប៉ុន្តែគាត់ដឹងថាយើងមានចេតនាចង់រុញទៅដើម្បីមិនឯកភាពប្រកួតអញ្ចឹងគាត់តែចប់គូពេជ្រសម្បត្តិភ្លាមគាត់ឡើងមកគាត់ឡើងមកប្រកាសមកបាទឡើងមកប្រកាសទោះបីយើងប្រាប់គាត់មុនដល់ហ្នឹងយើងថាអត់ទេខ្ញុំកីឡាករខ្ញុំអត់ព្រមប្រកួតបាទគឺគាត់នៅតែប្រកែកចង់ប្រកួតបាទដោយសារយើងឃើញថាទី1គាត់ផ្ទះសារចង់ឈ្នះយើងមែនតើបាទបើដោយសារគាត់គិតថាគាត់មានព្រៀបព្រោះអីកីឡាករជនជាតិគាត់មួយចាញ់ពេជ្រសម្បត្តិនឹងទឹក2សន្លប់ទឹក2ហើយអញ្ចឹងគាត់ចង់បានថាស្ដារមុខមាត់មកវិញឬក៏គាត់ចង់
ឈ្នះយើងបាទអាចិត្តចង់ឈ្នះហ្នឹងធ្វើឲ្យគាត់អត់ព្រមទេចង់ធ្វើមិនឡំប៉ាញ៉ៃញ៉ៃកកោកាយមិនរោរឿងយ៉ាងម៉េចធ្វើមិនឲ្យបានប្រកួតយើងព្រោះគាត់មានព្រៀបណា បាទ ប៉ុន្តែយើងអត់ទេយើងធ្វើមិនធ្វើទៅព្រោះយើងដាច់ខាតគាត់មិនអាចបង្ខំយើងឲ្យប្រកួតបានទេបាទនៅក្នុងច្បាប់គឺតែថាអត់ព្រមប្រកួតដែរទោះបីអ្នកឯងចង់ប្រកាសឈ្នះទៅអ្នកឯងឈ្នះទាំងអ្នកឯងខុសលក្ខខណ្ឌអ្នកឯងឈ្នះទៅមានតម្លៃអីមែនទេគេដឹងទាំងអស់គ្នាអញ្ចឹងអ្នកឯងចង់ខ្ញុំប្រាប់ថាឥឡូវបើគាត់ឡើងទៅក៏ឡើងទៅយើងអត់ឡើងយើងអត់ប្រកួតញ៉ាកដាចៅក្រមគេលើកដៃគាត់ឈ្នះទៀតក៏លើកទៅប៉ុន្តែគេមិនធ្វើអញ្ចឹងទេព្រោះគេក៏យល់ដែរគេទទួលស្គាល់តាមជើងគេឯកភាពគេគ្រប់គ្រងជើងខាងមន្ត្រីដឹកនាំការប្រកួតគឺគេគ្រប់គ្រងយើងទាំងអស់បាទហើយអញ្ចឹងបានដល់ពេលគាត់ឡើងទៅញ៉ៃញ៉ៃទៅក៏មានប៉ះពាក្យប៉ះសម្ដីរវាងបងប្អូនខ្មែរយើងគាត់ឈឺឆ្អាគាត់ឈឺចាប់ណាគាត់ក៏ស្រែកថាលើស2គីឡូក៏មានការប៉ះទង្គិចជាមួយអ្នកឲ្យទឹកជាមួយនឹងអ្នកគ្រប់គ្រងរបស់គាត់ប្រហែលអ្នកណាព្រោះគាត់ហាត់នៅប្រហាត់នៅហ្នឹងក្លឹបនៅហ្នឹងអីហ្នឹងគាត់មានសិស្សមានអីរបស់គាត់ណាយើងក៏ប៉ះសម្ដីវាក៏មានការរុញច្រានគ្នាទៅវិញទៅមកទៅហើយបានជាដល់យើងដំបូងអត់ដឹងថាមានការប៉ះទង្គិចរហូតដល់វាយតបផងណាឃើញតែរុញទៅរុញមកប៉ុន្តែដល់ពេលហើយដឹងតាមរយៈវីដេអូវិញណាបាទមើលលើគ្រូផាន់សួរទៅក៏អត់ដឹងផងគាត់ថាអត់ដឹងគេវាយផងប៉ុន្តែដល់មើលវីដេអូទៅច្បាស់ពេកមកដៃម៉ាំងទៅបានដឹងថាអូអាហ្នឹងគាត់ថាគេវាយគាត់មែនណាព្រោះវីដេអូច្បាស់អញ្ចឹងយើងឃើញថាបញ្ហាហ្នឹងវាបន្ទុះសារាយរុញច្រាននេះបន្តិចទៅក៏មានបលិសមានអីសន្តិសុខគេចូលមកបំបែកទៅក៏ស្ងប់ស្ងាត់អង្គុយរៀងខ្លួនក៏យើងបន្តការប្រកួតបន្តទៅទៀតរហូតដល់ចប់ការប្រកួតជាស្ថាពរហើយចុងក្រោយគឺយើងឃើញហើយយើងនៅនឹងទាំងអស់គ្នាបាទជនជាតិអូស្ត្រាលីអីគេសាទរគេមកថតរូបមួយពេជ្រសម្បត្តិគេមកឲ្យសញ្ញេនៅលើកង់ផងអីផងបានថាគេគ្រប់គ្រងគេដឹងថាអ្វីដែលយើងកំពុងធ្វើនេះគឺរឿងត្រឹមត្រូវហើយយើងជាជាតិសាសន៍មួយដែលថ្លៃថ្នូរអត់បកកបញ្ហាគឺយើងបង្ហាញថាយើងល្អជាងផ្ទះលេខ2បាទអានេះហើយគឺជាអ្វីដែលយើងចង់បានយើងបង្ហាញថាយើងល្អជាងគេយកយើងជាមិត្តប្រសើរជាងយកផ្ទះលេខ2ជាមិត្ត